បាទសូមជម្រាបសួរលោកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងគោលការណ៍សិក្សាអញ្ចឹងបើមានចម្ងល់ឬក៏បញ្ហាអីតាក់ទងនឹងការប្រើប្រាស់លោកគ្រូសូម scan QR code ត្រង់នេះមកបាទអញ្ចឹងគោលការណ៍សិក្សានេះគឺបង្កើតឡើងដោយសិស្សលោកគ្រូក្រោមការសម្របសម្រួលរបស់គ្រូបាទដើម្បីឲ្យការសរសេរពាក្យពេចន៍ទៅបានងាយស្រួលក្នុងការស្ដាប់បាទអញ្ចឹងបើសិនជាមានច្រើនផ្សេងជាងនឹងទៀតលោកគ្រូសូមវាយបញ្ចូលបន្ថែមដល់ខ្លួនឯងមកដោយសារខ្ញុំទុកកន្លែងទំនេរច្រើនដែរអញ្ចឹងឧទាហរណ៍ថាយើងមានត្រឹមតែ16នឹងទេលោកគ្រូអាចចុចបាទប៊ូតុងលាក់បាទបន្តមកទៀតតកតងនឹងការបច្ឆេទលោកគ្រូសូមវាយបញ្ចូលទៅតាមទម្រង់ការបច្ឆេទនៅកុំព្យូទ័ររបស់លោកគ្រូអញ្ចឹងដែលខ្ញុំកំពុង record នេះគឺថ្ងៃទី18យើងវាយ18ចឹងមកខ្ញុំប្រើសញ្ញាស្លាស់បាទលេខ9បាទខែ9ហ្នឹងស្លាស់បាទ2025បាទអញ្ចឹងយើងចុចចេញមកបាទអញ្ចឹងការបច្ឆេទនឹងបង្ហាញដោយស្វ័យប្រវត្តិហើយឈ្មោះបាទប្រធានថ្នាក់គឺយើងបានជ្រើសរើសរួចហើយកាលពីវេនសម្អាតនោះអញ្ចឹងវានឹងបង្ហាញនៅទីនេះហើយអញ្ចឹងលោកគ្រូអាចបញ្ចូលហត្ថលេខាខ្លួនឯងបានហើយឬក៏មិនបញ្ចូលក៏មិនជាបញ្ហាដែរចាំពេលបោះពុម្ពចេញមកក្រៅចាំធ្វើការចុះហត្ថលេខាដោយគ្រូហើយនិងសិស្សអញ្ចឹងប៉ុណ្្នឹងទេលោកគ្រូអាចធ្វើការទាញយកបានអញ្ចឹងការទាញយកគឺសឹងតែដដែលទេលោកគ្រូយើងគ្រាន់តែបាទផាសទីតាំងផ្ទុកឯកសារនៅទីនេះយើងចុចទាញយកគឺជាការស្រេចអញ្ចឹងអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនាវីដេអូនេះបាទសូមជម្រាបលា